ខាងក្រៅនេះអានេះគឺជាដំណើរការនៃការយកដកគោចេញពីរោងចក្រថតបងបាទបងបាទតែបងខ្ញុំមានចងល់មួយថាខ្ញុំឃើញថាគ្រប់កំប៉ុងដកគោទាំងអស់គ្រប់កេះរបស់ដកគោទាំងអស់គឺសិតតែមានលេខកូដនិងលេខរៀងអាហ្នឹងអីគេវិញបងបាទបងសម្រាប់លេខកូដបងគឺដូចស្តុកសម្រាប់លេខកូដស្តុកនីមួយៗគឺដូចជាអត្តសញ្ញាណប័ណ្ណដើម្បីសម្គាល់អីសម្គាល់វត្ថុធាតុដើមនីមួយៗបាទអាស្រ័យហេតុនេះយើងងាយស្រួលក្នុងការតាមដានដឹងថាម្សៅទឹកដោះគោអាស្រ័យហេតុនេះពួកយើងងាយស្រួលដឹងថាវត្ថុធាតុដើមមួយណានាំចូលនៅពេលណាសម្រាប់ប្រើប្រាស់ក្នុងស្តុកផលិតកម្មមួយណាហើយងាយស្រួលក្នុងការតាមដានប្រភពវត្ថុធាតុដើមនីមួយៗនៅពេលដែលចាំបាច់បងចាំន័យថាយើងវាយលេខកូដហ្នឹងដើម្បីងាយស្រួលថតឲ្យថាទឹកដោះគោយើងយកទៅលក់លើទីផ្សារស្រាប់តែវាមានបញ្ហាអីមួយអញ្ចឹងហើយគឺយើងគាត់ឲ្យអតិជនគាត់ថតកំប៉ុងដោះគោឬក៏ delay ក្រោមបាតកំប៉ុងដោះគោមកគឺយើងដឹងថាដោះគោហ្នឹងគឺស្តុកមួយណាតែម្ដងថតបងបាទបងគឺហ្នឹងហើយបងប្អូនទាំងគ្នាចាំន័យថាកន្លែងហ្នឹងគឺយើងចង់បញ្ជាក់សកលន័យថាចំពោះកំប៉ុងទឹកដោះគោទាំងអស់គឺសិតតែមានលេខកូដនិងលេខរៀងនៅលើកេះឬក៏វាយនៅលើបាតកំប៉ុងអាហ្នឹងគឺយើងងាយស្រួលតាមដានវាឧទាហរណ៍យើងថ្ងៃក្រោយមានបញ្ហាអញ្ចឹងគាត់មកឲ្យអតិជនគាត់ថតកំប៉ុងដោះគោមកគាត់យើងដឹងយើងអាចស្រាវជ្រាវតែម្ដងហើយអ្វីដែលជាពិសេសមួយទៀតគឺចំពោះសមាជិកផ្សំរបស់ទឹកដោះគោនៅក្នុងកំប៉ុងដោះគោមួយគឺសិតតែបានចងក្រងរូបមន្តក៏ដូចជាកម្រិតនៃសមាជិកផ្សំដើម្បីអាចធានាបានថាកំប៉ុងទឹកដោះគោនីមួយៗគឺសិតតែមានគុណភាពនិងបរិមាណប៉ុណ្ណឹងគ្នាទាំងអស់